បលួចមានសហស្ម័នជាមួយនឹងគ្នានៅក្នុងទីសក្ការៈបូជាដែលគេហាមឃាត់ចុងក្រោយត្រូវយកទៅបូជាយ៉ាងទាំងគូមនុស្សជាច្រើនបានចាក់ចេញពីស្រុកកំណើតនិងភូមិមកខ្លួនឯងដើម្បីទៅធ្វើការនៅរោងចក្រមួយដែលស្រយាលខ្លាំងមែនទែនដែលនៅកន្លែងរោងចក្រហ្នឹងគឺគេមានផ្ទះស្នាក់នៅឲ្យនីមួយៗសម្រាប់មនុស្សស្រីហើយនិងមនុស្សប្រុសផ្សេងៗគ្នាហើយមកលក្ខណៈហ្នឹងគឺសុទ្ធតែជាមិត្តភក្តិនឹងគ្នាទេហើយនៅក្នុងនឹងដែរគឺមានគូទៅដឹងមួយគូដែរខាងស្រីហ្នឹងមានឈ្មោះថា Fati ហើយនិងខាងប្រុសមានឈ្មោះថា Hendro Fati ហើយនិង Hendro ហ្នឹងគឺជាគូទៅដឹងនឹងគ្នាដែរបានមកធ្វើការនៅរោងចក្រហ្នឹងដើម្បីសំលុយរៀបការនឹងគ្នាអញ្ចឹងណាណៃ Fati ក៏មានមិត្តភក្តិជិតស្និទ្ធម្នាក់មានឈ្មោះថា Naning ហ្នឹងគឺអត់មានដៃគូសង្សារអីទេតែទៅដល់កន្លែងរោងចក្រហ្នឹងហើយពួកគេក៏បំបីគ្នាទៅនៅផ្ទះស្នាក់រៀងៗខ្លួននៅក្នុងផ្ទះស្នាក់ខាងស្រីៗហ្នឹងគឺពួកគេកំពុងតែរៀបចំញ៉ាំបាយជុំគ្នាកំពុងតែញ៉ាំបាយសុកៗហ្នឹងក៏បានលើសលេងកណ្ដឹងរោឡើងតែដឹងថាសលេងកណ្ដឹងហ្នឹងគឺបានបញ្ជាក់ពីអ្វីទេដល់ពេលលឺអញ្ចឹងហើយអេនដាដែលជាស្រីម្នាក់ដែលនៅក្នុងផ្ទះស្នាក់ហ្នឹងដែរនាងក៏បានចេញទៅមើលនៅខាងក្រៅហើយក៏បានចេញដើរទៅរហូតទៅដល់រោងចក្រហើយរោងចក្រមួយហ្នឹងក៏មានចក្រអំពៅនៅហ្នឹងហ្មងដែរអេនដាក៏បានដើររហូតទៅដល់រោងចក្រអំពៅមួយហ្នឹងហើយក៏បានឃើញគេធ្វើពិធីប្រពៃអីមួយឯងគឺអត់ដឹងថាពិធីអីគេទេស្របពេលហ្នឹងដែរមិត្តភក្តិរបស់នាងហ្នឹងក៏បានមកពីក្រោយនាងហើយធ្វើឲ្យនាងហ្នឹងភ័យតក់សោកខ្លាំងមែនទែនហើយក៏បាននាំគ្នាទៅផ្ទះស្នាក់វិញទៅហើយពីយប់ហ្នឹងទៅហើយដល់ស្អែកឡើងគឺមានការប្រជុំគ្នាជាច្រើនជាមួយនឹងកម្មកររោងចក្រហើយនឹងមេនៅនឹងផងដែរហើយអ៊ំស្រីម្នាក់ដែរគាត់ជាអ្នកធ្វើការនៅរោងចក្រហ្នឹងផងដែរគាត់ក៏បានប្រកាសថានៅកន្លែងស្នាក់នៅហ្នឹងគឺគេមានម៉ោងសម្រាប់ហាមមិនឲ្យចេញក្រៅចិត្តតែខាត់គឺម៉ោងលឿងហើយនិងម៉ោងក្រហមចំពោះម៉ោងពណ៌លឿងហ្នឹងគឺគេតម្រូវឲ្យកម្មករទាំងអស់នៅតែក្នុងផ្ទះទេគឺឯម៉ោងពណ៌ក្រហមវិញគឺម៉ោង9យប់គឺមិនឲ្យនរណាចេញពីផ្ទះស្នាក់ជាដាច់ខាតបើសិនជាចេញគឺនឹងមានរឿងកាត់ឡើងជាច្រើនដែលឯអេនដាផងដែរគឺមានការភ័យខ្លាចជាខ្លាំងព្រោះខ្លួនបានចេញពីផ្ទះស្នាក់នៅយប់មិញនេះឯងពីថ្ងៃដែលអេនដាបានចេញពីផ្ទះស្នាក់នៅម៉ោង9យប់ហ្នឹងមកគឺអេនដាត្រូវបានជួបរឿងហេតុការណ៍ចម្លែកជាច្រើនហើយចំពោះមនុស្សណាម្នាក់ដែលបាននៅចិត្តអេនដាគឺពួកគេតែងតែជួបជាមួយនឹងគ្រោះថ្នាក់រហូតតបមកអេនដាបានយករឿងហ្នឹងទៅប្រាប់អ៊ំស្រីម្នាក់ដែលគាត់ធ្វើការហើយនឹងស្នាក់នៅកន្លែងរោងចក្រហ្នឹងជាយូរណាស់មកហើយហើយអ៊ំស្រីម្នាក់ហ្នឹងក៏បានព្យាយាមស្វែងរកហេតុផលពីមូលហេតុដែលតែងតែកើតមានរឿងចម្លែកហ្នឹងឡើងជារៀងរាល់ថ្ងៃបន្ទាប់ពីបានស៊ើបនៅរឿងហេតុជាច្រើនមកក៏បានដឹងថាមូលហេតុគឺមានមនុស្សចូលទៅបំពេញនៅក្នុងកន្លែងទីសក្ការៈបូជានៅក្នុងរោងចក្រហ្នឹងហើយក៏បានសួរទៅទើបដឹងថា Naning ហើយនិង Hendro បានចូលទៅមានសហស្ម័នជាមួយនឹងគ្នានៅកន្លែងទីសក្ការៈបូជាហ្នឹង Hendro ហ្នឹងគឺជាគូដណ្ដឹងរបស់ Fati ដែលជាមិត្តភក្តិរបស់ Naning មិនត្រឹមតែប៉ុណ្្នឹងទេ Naning ហើយនិង Hendro ក៏បានលួចទ្រព្យសម្បត្តិមានដូចជាមាសពេជ្រកៅកងជាច្រើនតែគេដាក់នៅក្នុងទីសក្ការៈបូជាហ្នឹងផងដែរដំណោះស្រាយដែលដោះស្រាយចេញនៅរឿងទាំងអស់ហ្នឹងគឺមានតែយក Hendro ហើយនិង Naning យកទៅបូជាយ៉ាញ់ជូនមហារានីនឹងគឺជាព្រះដែលគេបូជានៅក្នុងទីសក្ការៈបូជានោះហើយមុននឹងបើកនៅរោងចក្រចំការអំពើនឹងផងដែរគឺគេមានប្រារព្ធពិធីបូជាយ៉ាញ់តែងខ្លួនជាកូនកំលោះកូនកំមុំហើយយកចងភ្ជាប់នឹងគ្នាយកទៅបូជាយ៉ាញ់ហើយនៅពេលហ្នឹងដែរគឺ Hendro ហើយនិង Naning គឺមានការភ័យខ្លាចយ៉ាងខ្លាំងធ្វើពិធីមួយដែលពិធីហ្នឹងគួរឲ្យខ្លាចខ្លាំងមែនទែនជាដំបូងហ្នឹងគឺយកសត្វសេះមួយក្បាលយកទៅបូជាជូនមហារានីនឹងបន្ទាប់មកទៅបានយក Hendro ហើយនិង Naning យកទៅបូជាដោយកប់ទាំងរស់ដើម្បីចង់ដឹងថាសាច់រឿងហ្នឹងគឺមានការភ័យខ្លាចខ្លាំងប៉ុណ្ណាអ្នកនរគ្នាអាចចូលទៅក្នុង website KH Diamond ដែលមានបញ្ចូលសម្លេងជាភាសាខ្មែរផងដែរចា៎អរគុណ